Europe បានពិន័យទៅលើក្រុមហ៊ុន TikTok រហូតដល់530លានអឺរ៉ូដោយចោទប្រកាន់ថាបានផ្ទេរទិន្នន័យទៅប្រទេសចិនសហភាពអឺរ៉ុបបានផាកពិន័យទៅលើបណ្ដាញសង្គមយក្សរបស់ចិនគឺ TikTok រហូតដល់530លានអឺរ៉ូដោយចោទប្រកាន់ថាបានផ្ទេរទិន្នន័យរបស់អ្នកប្រើប្រាស់នៅអឺរ៉ុបហ្នឹងគឺទៅចិនហើយបរាជ័យក្នុងការធានាថាទិន្នន័យទាំងនោះគឺមិនឲ្យរាជរដ្ឋាភិបាលចិនហ្នឹងគឺចូលប្រើប្រាស់ទេហើយអំឡុងពេលជំរងជម្រះជាមួយនឹងសហរដ្ឋអាមេរិកក្រុមហ៊ុន TikTok បានទទួលស្គាល់ថាខ្លួនបានរៀបចំទិន្នន័យរបស់អឺរ៉ុបគឺនៅប្រទេសចិនដែលផ្ទុយពីអ្វីដែលក្រុមហ៊ុនបានចាញ់ចោលកាលពីមុននោះហើយកាលឆ្នាំ2023គណៈកម្មាធិការការពារទិន្នន័យរបស់អឺរ៉ង់បានផាកពិន័យទៅលើក្រុមហ៊ុន TikTok ដែលមានអ្នកប្រើប្រាស់រហូតដល់1.5 ប៊ីលានទូទាំងពិភពលោកចំនួនទឹកប្រាក់ប្រមាណ345លានអឺរ៉ូសម្រាប់បំពេញច្បាប់របស់អឺរ៉ុបគឺដំណើរការទិន្នន័យរបស់កុមារនេះគឺដោយសារតែក្រុមហ៊ុន TikTok គឺជាកូនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិនគឺ ByteDance ហើយ ByteDance គឺមានទីស្នាក់ការការិយាល័យកណ្ដាលគឺនៅសហភាពអឺរ៉ុបគឺនៅអេរ៉ង់តែម្ដងហើយអាញាធរអឺរ៉ង់ហ្នឹងគឺជានិយត្តករនាំមុខគេសម្រាប់បណ្ដាញសង្គមនៅអឺរ៉ុបហ្នឹងតែម្ដងហើយក៏ដូចជាក្រុមហ៊ុនផ្សេងទៀតក៏ដូចជា Meta Google និង X ជាដើមនោះចាអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេហើយកុំភ្លេចជួយ like ជួយ share និងជួយ subscribe channel YouTube របស់ខ្ញុំមួយផងដើម្បីទទួលបានព័ត៌មានថ្មីៗទៀតអរគុណច្រើនជម្រាបលាបាយបាយ